មានគ្រឿងផ្សំតែ5មុខនេះបងប្អូននឹងអាចផលិតចំណីមាន់បានដោយខ្លួនឯងបានហើយតើគ្រឿងផ្សំទាំងអស់នោះមានអ្វីខ្លះហើយរបៀបនៃការប្រើប្រាស់វាដោយរបៀបណាសូមទៅទស្សនាវីដេអូនេះទាំងអស់គ្នាសម្រាប់បងប្អូនមកថ្មីសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ការចិញ្ចឹមសត្វថ្ងៃនេះវិលមកជួបគ្នានៅក្នុងវីដេអូថ្មីជាបន្តទៀតហើយដោយក្នុងវីដេអូថ្មីនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនពីចំណីមាន់ដែលខ្ញុំលាយសម្រាប់មាន់ខ្ញុំស៊ីរៀងរាល់ថ្ងៃដែលក្នុងនោះមានគ្រឿងផ្សំដូចជាចុងអង្ករខ្ញុំប្រើចំនួន5គីឡូក្រាមកន្ទក់ម៉ត់ខ្ញុំប្រើ5គីឡូក្រាមដែរពោតកិនចំនួន5គីឡូក្រាមដូចគ្នាហើយនិងមេចំណីកូនជ្រូកខ្ញុំប្រើចំនួន2គីឡូក្រាមចុងក្រោយគឺស្រូវខ្ញុំប្រើចំនួន5គីឡូក្រាមដូចគ្នាបាទសូមបញ្ជាក់ម្ដងទៀតគ្រឿងផ្សំទាំងអស់នោះមានដូចជាចុងអង្ករមេចំណីកូនជ្រូកកន្ទក់ម៉ត់ហើយនិងស្រូវដោយសារតែមាន់ខ្ញុំតិចដូច្នេះហើយទើបខ្ញុំលាយមិនសូវច្រើនប្រហែលទេបើបងប្អូនមានច្រើនបងប្អូនអាចរើសយកគ្រឿងផ្សំនីមួយៗនោះបង្កើនបរិមាណវាច្រើនជាងហ្នឹងទៅដែលចំណីទាំងអស់ហ្នឹងគឺវាជួយឲ្យមាន់យើងហ្នឹងធំធាត់លឿនសាច់ណែនហើយនឹងមានសុខភាពល្អតោះទៅមើលពីវិធីលាយទាំងអស់គ្នាជាដំបូងបងប្អូនចាក់គ្រឿងផ្សំទាំងអស់នោះចូលគ្នានៅក្នុងចានដែកមួយមកប៉ុន្តែខ្ញុំអត់មានចានដែកខ្ញុំប្រើធុនជ័រហ្នឹងវាតូចបន្តិចហើយបងប្អូនចាក់គ្រឿងផ្សំទាំង4ទាំង5មកចូលគ្នាហើយយើងគ្រាន់តែច្បល់គ្រឿងផ្សំទាំងអស់នោះឲ្យចូលគ្នាស្មើសាច់ល្អកាលណាបងប្អូនលាយល្បាយទាំងអស់នោះស្មើសាច់សពគ្នាបានល្អគឺមាន់យើងស៊ីចូលទៅនឹងទទួលបានសារធាតុចិញ្ចឹមស្មើគ្នាហើយបន្ទាប់មកបងប្អូនគួររកអ្វីសម្រាប់ទុកដាក់ឲ្យបានត្រឹមត្រូវការពារត្រូវទឹកភ្លៀងត្រូវខ្យល់ត្រូវថ្ងៃធ្វើឲ្យខូចគុណភាពរបស់ចំណីហើយគួរបញ្ជាក់ផងដែរថាអត្ថប្រយោជន៍របស់គ្រឿងផ្សំនីមួយៗហ្នឹងគឺពោតហើយនឹងចុងអង្ករគឺវាផ្ដល់ថាមពលទៅដល់មាន់យើងចំណែកកន្ទក់និងស្រូវគឺផ្ដល់ជាតិសរសៃជួយឲ្យក្រពះមាន់របស់យើងនឹងដំណើរការបានល្អហើយនឹងមេចំណីកូនជ្រូកគឺវាផ្ដល់ជាប្រូតេអ៊ីនខ្ពស់និងជួយឲ្យមាន់របស់យើងនឹងលូតលាស់បានលឿនចំណែកឯរបៀបប្រើប្រាស់វិញគឺកាន់តែងាយស្រួលបងប្អូនគ្រាន់តែយកចំណីមាន់ដែលយើងបានលាយហើយនឹងយកទៅផ្សំជាមួយបន្លែផ្សេងដែលបងប្អូនមាននៅជុំវិញផ្ទះដូចជាតកួនឬក៏ស្ពៃឬក៏ជាចកអាសូឡាឬក៏បន្លែកាកសំណល់ផ្ទះបាយដែលបងប្អូនមាននៅសល់ពីចង្ក្រានបាយហ្នឹងបងប្អូនចិញ្ច្រាំវាហើយយកទៅលាយជាមួយនឹងចំណីដែលយើងលាយទាំងអស់នោះដើម្បីជួយកាត់បន្ថយថ្លៃចំណាយបន្ថែមទៀតចំណីនេះបងប្អូនអាចឲ្យមាន់ស៊ីស្ងួតក៏បានឬក៏លាយជាមួយទឹកសើមបន្តិចក៏បានវាល្អបំផុតសម្រាប់មាន់បងប្អូនដែលមានអាយុចាប់ពី1ខែឡើងទៅឬក៏មាន់ដែលចិត្តគ្រប់គីឡូនឹងចាប់លក់បងប្អូនសាកល្បងអនុវត្តរូបមន្តនេះទាំងអស់គ្នាធានាថានឹងចំណេញថវិកាបានច្រើនប្រសិនបើបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច Like Share និងចុច Subscribe ម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផលិតវីដេអូថ្មីៗជាបន្តទៀតបាទអរគុណជម្រាបលាĐọc đó. Đọc đó.